ចឹងក៏ចង់ដឹងចំណាប់អារម្មណ៍បងបន្តិចថាកន្លងមកបងអត់ទាន់បានស្គាល់ផលិតផលរបស់ក្រុមហ៊ុនសហផារីកទេបាទបងប្រើប្រាស់ជីនិងថ្នាំនៅលើទីផ្សារនេះកន្លងមកបងជួបនៅបញ្ហាអ្វីខ្លះលោកគ្រូអានេះបើយើងនិយាយទៅវាប៉ះពាល់ច្រើនណាស់បាទហើយយើងប្រើគីមីវាដឹងស្រាប់ហើយគីមីវាល្អហើយមួយផ្លេតហ្នឹងគឺវាល្អហើយតែបើជំងឺក៏វាធ្វើទុកយើងក៏ខ្លាំងជំរាបសួរបងប្អូនប្រិយមិត្តដែលកំពុងតែតាមដានទស្សនានេះអំពីបាយអតិចជាទីរាប់អានបាទខណៈនេះខ្ញុំបាទឌីបងបាទស្ថិតនៅក្នុងទឹកដីនៃខេត្តតាកែវបាទហើយក៏នៅស្រែកសិករគំរូម្នាក់ដែលបានប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនសៃហាផាវរីកម្ពុជារបស់យើងបាទឥឡូវនេះក៏ចង់ដឹងអំពីចំណាប់អារម្មណ៍របស់បងប្រុសថាក្រោយពេលប្រើប្រាស់មកនេះគាត់ទទួលបានផលិតផលបែបណាគាត់មានអារម្មណ៍បែបណាសូមនាំពុកម៉ែយាយតាជួបជាមួយនឹងគាត់ដូចទៅបាទជំរាបសួរបងប្រុសបាទអរគុណបងអាចជួយរៀបរាប់អំពីទីតាំងកន្លែងនេះឲ្យបងប្អូនដែលកំពុងតែតាមដានទស្សនានេះបានស្គាល់ផងបាទនៅទីតាំងនេះគេហៅទួលងោលបាទអរគុណបងមានឈ្មោះអ្វីដែរបងខ្ញុំឈ្មោះសុកស្រាវអរគុណច្រើនបងប្រុសអញ្ចឹងចង់ដឹងអំពីស្ថានភាពស្រូវនេះបន្តិចស្រែខាងនេះនិងស្រែខាងនេះគឺស្រែផងបងទាំងពីរត្រូវទេបងបាទអរគុណបងស្រែនេះគឺពូជអ្វីដែរបងពូជសំពៃសពូជខ្មែរយើងមែនទេខ្មែរយើងបាទអរគុណអញ្ចឹងខាងនោះយើងពូជរបស់វៀតណាមអរគុណច្រើនបងស្រូវពីរប្រភេទនេះគឺពូជខុសគ្នាហើយយើងបានប្រើប្រាស់ជីទឹក all in one របស់យើងនេះគឺចំនួនប្រមាណដងហើយបងខ្ញុំបានប្រើបាន2ដងហើយជាលទ្ធផលនៃការប្រើប្រាស់2ដងនេះបងឃើញថារឹសវាយ៉ាងម៉េចដែរបងរឹសអូបើយើងរឹសល្អបាទរឹសវែងល្អរឹសបើយើងរឹសខ្ញុំឡើងនិយាយអត់ឃើញបាទនិយាយឡើងឃើញរឹសរឹសដល់អត់ចង់មកអញ្ចឹងហ្មងបាទបងប្អូនប្រិយមិត្តនេះឃើញចាក់ស្ដាយទាញព្រឹសមកបងហើយដៃក៏ធូរដែរមែនទេបងដៃធូរទីទាំងអស់គឺរឹសដូចគ្នាទាំងអស់អត់មានកន្លែងណាមួយថាវនីគឺដូចគ្នាទាំងអស់បាទអរគុណបងចុះបន្ទាប់ពីយើងឃើញថាមានរឹសស្អាតហើយនេះតើដងដើមវាមកប៉ានេះបងយល់ថាយ៉ាងម៉េចដែរបើនិយាយដងដើមសារថាដងដើមឆ្លឹកអីគឺក៏អត់មែននេះទោះបាយយ៉ាងណាក៏វាអត់ធូមដែរគឺឆ្លឹកវានៅប្រឈរឆ្លឹកនៅតែឈរបាទនៅតែឈរបាទអូខេហ្នឹងហើយអញ្ចឹងមានថារឹសវែងដើមរឹងស្លឹកត្រង់បាទនេះគឺជាចំណុចមួយដែលឈ្នះនៅជំងឺនិងសត្វល្អិតមែនទេបងបាទអរគុណបងអញ្ចឹងក៏ចង់ដឹងចំណាប់អារម្មណ៍បងបន្តិចថាកន្លងមកបងអត់ទាន់បានស្គាល់ផលិតផលរបស់ក្រុមហ៊ុនសហផាវរីកទេបាទបងប្រើប្រាស់ជីនិងថ្នាំនៅលើទីផ្សារនេះកន្លងមកបងជួបនៅបញ្ហាអ្វីខ្លះលោកគ្រូអានេះបើយើងនិយាយទៅវាប៉ះពាល់ច្រើនណាស់បាទហើយយើងប្រើគីមីវាដឹងស្រាប់ហើយគីមីវាល្អហើយមួយផ្លេតហ្នឹងគឺវាល្អហើយតែបើជំងឺក៏វាធ្វើទុកយើងក៏ខ្លាំងដែរបាទជំងឺទៅលើអីខ្លះជំងឺដូចជាបាក់តេរីបាទមូលឆ្លឹកទៅរូងដើមបាទបមេចបាទទៅពេលដែលស្រូវចាប់ដើមដែលវាចេញអញ្ចឹងពេលដែលងប់ចាប់ដើមមូលកខ្មៅក្របអាលេខក្រគួរវាច្រើនណាវាបបអត់ទេអាហ្នឹងមានន័យថាជំងឺទៅលើដំណាំចុះមានផលប៉ះពាល់មកដល់យើងអ្នកប្រើប្រាស់ទេថ្នាំគីមីបាទប៉ះពាល់100%បាទអញ្ចឹងមានថាប៉ះពាល់ទាំងដំណាំប៉ះពាល់ដល់សុខភាពហើយប៉ះពាល់ដល់បរិស្ថានទៀតបាទហ្នឹងអរគុណអញ្ចឹងនៅពេលដែលបងបានចាប់ដូរមកប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនសហផាវរីកបងឃើញថាអ្វីដែលបងរៀបរាប់មិញវាត្រូវបានកាត់បន្ថយទេបងជំងឺរោគអីផ្សេងៗហ្នឹងវានិយាយរួមទៅវាកាត់បន្ថយត្រង់ជា50%កាត់បន្ថយការប្រើប្រាស់ថ្នាំទាំងអស់ហ្នឹងគឺ50%នោះ50%បាទអញ្ចឹងជាអារម្មណ៍បងផ្ទាល់បងបន្ទាប់ពីបានប្រើប្រាស់ហើយអញ្ចឹងឃើញលទ្ធផលអញ្ចឹងបងមានអារម្មណ៍មិនដែរមានអារម្មណ៍ថាសប្បាយចិត្តណាបាទជឿជាក់បងខ្ញុំអត់ជឿជាក់ក៏ខ្ញុំជឿប្រើហើយខ្ញុំមិនអាចបន្តទៅទៀតទេខ្ញុំចង់ផ្ដោតឲ្យអ្នកកសិករទាំងអស់គ្នានាំគ្នាមកប្រើបាយខ្លួននិយាយរួមថាបាយខ្លួនឲ្យមកប្រើលទ្ធផលនេះវិញបាទទោះយើងបានទេហោបើយើងធ្វើគីមីយើងបាន8តោនយើងបាន7តោនក៏យើងធ្វើអីទៅវាចំណាយអស់តិចចំណាយតិចជាងបាទចំណាយអស់តិចជាងបាទហើយវាកាត់វាមិនត្រូវប៉ះពាល់សុខភាពបាទអញ្ចឹងខ្ញុំនំពោសូមឲ្យកសិករទាំងអស់គ្នាមិនថាខាងណាមិនថាខាងណីបាទសូមឲ្យកសិករទាំងអស់គ្នាក្រោកឡើងមកប្រើរបស់ដែលធម្មជាតិរបស់យើងលទ្ធផលរបស់កូនខ្មែររបស់យើងវិញបាទជប់ប្រើរបស់គេបាទយើងរស់នៅស្រុកខ្មែរដល់យើងគ្រប់គ្រងខ្មែរបងប្អូនប្រិយមិត្តទាំងអស់ដែលកំពុងតាមដានទស្សនានេះគឺជាប្រសាសន៍ពិតៗដែលបងប្រុសបានចែករំលែកដល់ផ្ទាល់និយាយអំពីចំណាប់អារម្មណ៍របស់គាត់បានបញ្ជាក់ទៀតថាសម្រាប់នៃការបដូរមកប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនសហផាវរីកនេះគឺចំណេញច្រើនយ៉ាងណាស់ចំណេញទី1គឺចំណេញដើមទុននៃការចំណាយបាទហើយចំណេញទី2នោះចំណេញសុខភាព
ហើយចំណេញទី3នោះគឺចំណេញការថែទាំបើកាលណាប្រើប្រាស់ផលិតផលផ្សេងៗគឺរវល់រឿងថែទាំនឹងបាញ់នេះបាញ់នោះហ្នឹងបាទនេះគឺជាសារមួយយ៉ាងល្អមែនទែនទៅកាន់បងប្អូនប្រជាពលរដ្ឋទាំងអស់ប្រជាកសិករទាំងអស់ដែលកំពុងតែមានដីដាំដុះផលិតផលកសិកម្មក៏ដូចជាកំពុងប្រើប្រាស់ជាថ្នាំកសិកម្មងាកមកគ្រប់គ្រងផលិតផលខ្មែរគណៈនេះខ្ញុំបាទឌីម៉ងអរគុណជម្រាបលា